បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទត្រឡប់មកជួបគ្នាសាជាថ្មីកាលពីវីដេអូមុនខ្ញុំបានចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងការ apply visa ទៅកាន់សហគមន៍អឺរ៉ុបយើងហៅថា Schengen visa ក៏ដូចជា visa ទៅកាន់សហរដ្ឋអាមេរិកថ្ងៃនេះផងដែរខ្ញុំបាទនឹងជម្រាបក៏ដូចជាចែករំលែកបងប្អូនជាមួយនឹងការធ្វើដំណើរនៅក្នុងតំបន់វិញម្ដងចំពោះប្រជាជាតិកម្ពុជាយើងគឺជាសមាជិកមួយរបស់អាស៊ានពាក្យពេញថា Association of Southeast Asia Nation ឬភាសាខ្មែរយើងហៅថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានមានប្រជាពលរដ្ឋសរុបចំនួន600លាននាក់និងមានផ្ទៃដីសរុប 4.5 មីលានគីឡូម៉ែត្រការ៉េហើយសូមជម្រាបផងដែរថាអាស៊ានត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1967នៅទីក្រុងបាងកកក្នុងនោះមានប្រទេសដែលជាស្ថាបនិកចំនួន5មានឥណ្ឌូនេស៊ីមានប្រទេសថៃមានប្រទេសម៉ាឡេស៊ីប្រទេសសិង្ហបុរីនិងប្រទេសហ្វីលីពីននេះបើយោងទៅតាមអនុសញ្ញាទីក្រុងបាងកកចំពោះប្រជាជាតិកម្ពុជាយើងបានក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី30ខែ4ឆ្នាំ1999ម្យ៉ាងមួយទៀតបងប្អូនមានបងប្អូនខ្លះគាត់តែងតែច្រឡំអាស៊ានហើយនិងអាស៊ីគឺតែមួយតាមពិតយើងនិយាយថាតែមួយក៏ថាបានដែរប៉ុន្តែអាស៊ានគឺជាផ្នែកតូចមួយរបស់ទ្វីបអាស៊ីគឺជាទ្វីបអាស៊ានគឺជាក្រុមនៃប្រជាជាតិឬក៏ហៅថាក្រុមនៃប្រទេសដែលរួមគ្នាឡើងបង្កើតជាសមាគមរហូតមកដល់ពេលនេះយើងមាន10ប្រទេសក្នុងនោះមានប្រទេសកម្ពុជាប្រទេសថៃប្រទេសឡាវប្រទេសភូមាប្រទេសវៀតណាមប្រទេសម៉ាឡេស៊ីប្រទេសឥណ្ឌូនេស៊ីប្រទេសប្រ៊ុយណេប្រទេសសិង្ហបុរីនិងប្រទេសហ្វីលីពីនបន្ថែមពីនោះបងប្អូនអាស៊ានបានបន្តការងារជាបន្តបន្ទាប់ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះមួយទៀតបងប្អូនជាបរិបទនៅក្នុងតំបន់អាស៊ានទាំងអស់យើងអាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយដោយមិនបាច់ប្រើវីសាទេអានេះចំពោះតែការធ្វើដំណើររយៈពេលខ្លីមិនលើសពី2សប្តាហ៍អញ្ចឹងយើងប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាប្រជាពលរដ្ឋដទៃទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ានយើងដើរទៅប្រទេសឆ្លងកាត់ប្រទេសមួយទៅប្រទេសមួយមិនបាច់ប្រើវីសាទេនេះគឺជាភាពងាយស្រួលមួយដែលប្រជាពលរដ្ឋក្នុងតំបន់អាស៊ានដែលទទួលបានហើយម្យ៉ាងមួយទៀតបងប្អូនសម័យនេះការប្រស្រ័យទាក់ទងក៏ទូលំទូលាយមិនមានជញ្ជាំងមិនមានអ្វីដែលជាកំផែងនៅក្នុងការរាំងស្ទះនៅសម្រាប់ប្រជាពលរដ្ឋក្នុងការប្រស្រ័យទាក់ទងគ្នាទេប្រជាពលរដ្ឋប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីប្រទេសថៃឬក៏ប្រទេសផ្សេងយើងអាចសៀព័ត៌មានគ្នាត្រឹមតែមួយប្រព្រឹត្តភ្នែកគ្រាន់តែយើងផុសទៅលើបណ្ដាញសង្គម Facebook ក៏យើងអាចដឹងពីសុខទុក្ខក៏យើងអាចដឹងពីព័ត៌មានមួយចំនួនរបស់ប្រទេសនោះផងដែរនេះគ្រាន់តែខ្ញុំបន្ថែមខ្លះទេប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបដល់បងប្អូនទាំងអស់ថាយោងតាមកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអាស៊ានឬហៅថា ASEAN Framework Agreement on Visa Exception គឺប្រទេសដែលជាសមាជិកប្រជាជាតិរបស់អាស៊ានទាំងអស់យើងអាចធ្វើដំណើរដោយ free visa មិនមានត្រូវបង់ថ្លៃ visa បាច់ស្នើសុំដាក់ឯកសារបំពេញបែបបទអីផ្សេងទៅកាន់ស្ថានទូតនានាទេគឺយើងអាចធ្វើដំណើរដោយសុខស្រួលសុខសប្បាយគ្រាន់តែប្រទេសមួយវប្បធម៌បាប់ទម្លាប់ការរស់នៅវាផ្សេងគ្នាទោះបីជាយើងជាសមាគមប្រជាជាតិតែមួយមែនប៉ុន្តែវប្បធម៌ដែលជាវប្បធម៌តំបន់ឬក៏ហៅ local culture វប្បធម៌របស់ប្រទេសមួយផ្សេងគ្នាយើងត្រូវតែសម្របខ្លួនទៅនឹងវប្បធម៌ចំណីអាហារជាដើមរបស់ប្រទេសទាំងអស់ហ្នឹង